អ្នកស្រីចាតសារ៉ាត់ដែលរស់នៅក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យមានកូន7នាក់ហើយពួកគេសុទ្ធតែទៅធ្វើការនៅប្រទេសថៃជាកម្មករសំណង់កូនខ្ញុំទៅថៃច្រើនព្រោះជីវភាពគ្មានស្រែគ្មានភ្លឺធ្វើទេមេអូក៏ក្រៃក្រទាំងអស់ដល់រហូតដល់កូនទៀតទៅក៏ស៊ីតែឈ្នួលគីគ្រប់តែកលែងធ្វើបានមហូបគ្រាន់តែថាវាមិនមានវាមិនបានក៏បានតែមហូបមករស់ប្រជាជនខ្មែរជាង1លាននាក់កំពុងធ្វើការនៅប្រទេសថៃក្នុងនោះក៏មានអ្នកធ្វើការមិនស្របច្បាប់ផងដែរក្រុមគ្រួសារមួយចំនួនរបស់ពលករអះអាងថាជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាកក្នុងប្រទេសបើទោះពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយសំណោះកូនដែលខំប្រឹងធ្វើការហើយដូចថាធ្វើហើយអត់បានផលប្រយោជន៍អីណាគ្រូកូនរបស់អ្នកស្រីចាតសារ៉ាត់ទៅធ្វើការក្នុងប្រទេសថៃដោយស្របច្បាប់បច្ចុប្បន្ននេះកូនរបស់អ្នកស្រី2នាក់បានវិលត្រឡប់មកផ្ទះវិញដោយសារកូនខ្ចីនិងមួយទៀតដែលជាកម្មករសំណង់ត្រូវគេបោកលុយស្វាមីរបស់អ្នកស្រីចាតសារ៉ាត់គឺលោកសិនទឿអាយុ68ឆ្នាំថ្លែងថាកូនទៅខ្ញុំទៅថៃនោះណែបាត់ជោគជ័យទេគ្រូទៅការងារវាមិនសូវបានទៅក៏ដល់ការងារមិនសូវបានទៅក៏បាត់ជោគជ័យនឹងបានលុយទៅកាក់ផ្ញើមកទេជួនកាលខែណាក៏បានផ្ញើមក4 5 10000នោះប៉ះខែណាក៏ដាច់មួយខែ2ខែទៅបានតលាកមករយតែផ្លាស់លេងឡៃថាឬទៅនេះឬទៅនោះទៅមានអីសាច់លឺថាគេដឹកនាំទៅធ្វើដូចថាអ្នកដែលអត់មានលុយចំណែកអ្នកស្រីអួនខាត់ណាអាយុ48ឆ្នាំធ្លាប់ទៅធ្វើការខុសច្បាប់នៅប្រទេសថៃដោយមានកូនស្រីមិនទាន់គ្រប់អាយុកំពុងធ្វើការសំណង់ក្នុងប្រទេសថៃប៉ុន្តែអ្នកស្រីថាជីវភាពរបស់អ្នកស្រីមិនមានភាពល្អប្រសើរឡើយកូនស្រីខ្ញុំវាអាយុ16ឆ្នាំសប្ងៃកំពុងតែធ្វើការនៅក្នុងប្រទេសថៃហ្នឹងឯងគ្នាអាយុ16ឆ្នាំធ្វើការកសាងធនធានឲ្យតែរកធ្វើការងារដែលថាតាមតឡាតដែលគេធ្វើហ្នឹងក៏ដូចថាអត់បានទៅបរមអនាគតកូនរកអត់សូវបានបងរកអត់សូវបានហើយនេះនៅកូន2នាក់នេះទៀតខ្ញុំបារម្ភខ្ញុំយំ3ថ្ងៃថាចង់ឲ្យកូនត្រឡប់មកវិញដែរតែខ្ញុំអត់ខ្វះខាតលុយកាក់អីលោកសុំច័ន្ទគាអ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាត6ប្រចាំខេត្តបន្ទាយមានជ័យថ្លែងថាយើងឃើញគាត់ទៅហ្នឹងដោយសារតែគាត់នឹងឆ្លងដែនខុសច្បាប់ទ្រាំទៅខំប្រឹងទៅទាំងភ័យទាំងអយហ្នឹងគឺតាក់ទងទៅលើកត្តាជីវភាពរបស់គាត់បាទជីវភាពរបស់គាត់តាក់ទងទៅលើកសិផលរបស់គាត់ពេលខ្លះថោកពេលខ្លះអត់មានទីផ្សារពេលខ្លះអីទី3យើងឃើញតាក់ទងទៅលើចំណុចមួយទៀតគឺតាក់ទងទៅលើជំពាក់លុយធនាគារបាទជំពាក់លុយធនាគារកន្លែងណាដែលអត់មានជំពាក់លុយលោកសុំច័ន្ទគាបន្ថែមថាតម្លៃលិខិតឆ្លងដែនថ្លៃក៏ជាកត្តាជំរុញឲ្យពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃផងដែរតម្លៃដូចប៉ាសពតអីតម្លៃថោកធ្វើឲ្យគាត់ថោកទៅត្រឹមត្រូវទៅឲ្យស្របទៅតាមកត្តាជីវភាពរបស់គាត់ថាតើគាត់ហ៊ានប៉ុណ្ណាអាចធ្វើប៉ុណ្ណាបានហើយជួយសម្រួលរបស់គាត់ដើម្បីធ្វើម៉េចឲ្យគាត់នឹងមានលុយមានកាក់បាទទៅធ្វើការឲ្យមានលុយមានកាក់អញ្ចឹងទូនាទីរបស់រដ្ឋហ្នឹងត្រូវធ្វើម៉េចជួយសម្រួលឲ្យគាត់ហ្នឹងមានស៊ីមានចុកគ្រប់គ្រាន់ក្រសួងការងារកម្ពុជាធ្លាប់លើកឡើងថាក្រសួងបន្តសហការជាមួយអាជ្ញាធរថៃដើម្បីទប់ស្កាត់ការធ្វើចំណាក់ស្រុកខុសច្បាប់ក្រសួងការងារប៉ាន់ប្រមាណថាពលករខ្មែរចំណាក់ស្រុកនៅប្រទេសថៃមានជាង1លាន2សែននាក់ខ្ញុំនៅទីនេះពឹងតែកូនទេគ្មានមុខរបរអីអ្នកស្រីចាតសារ៉ាត់អះអាងថាបើទោះអ្នកស្រីចង់ឲ្យកូនមកធ្វើការនៅស្រុកកំណើតវិញនឹងបានរស់នៅជួបជុំឪពុកម្ដាយប៉ុន្តែកត្តាជីវភាពមិនអាចឲ្យកូនរបស់អ្នកស្រីវិលត្រឡប់វិញឡើយចង់តែអុយមកវិញដែរប៉ុន្តែស្រុកយើងដូចគ្មានការងារអុយគ្នាធ្វើអុយមកចាត់ណាតែគីនេះចេះទៅបានអាចនៅស្រុកខ្មែរយើងបានឬលុយរកាក់បាននឹងការធ្វើការកូនខ្ញុំនេះសិតតែលួងអត់ចេះអសកុំចេះរាយការណ៍ពីស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យខ្ញុំសុននរិន VOA